ខ្ញុំធ្លាប់ចូលរួមចំណែកនៅក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាច្រើនតែវាដូចជាមិនត្រង់គ្រប់គ្រាន់នៅឡើយទេព្រោះមនុស្សជាច្រើននៅតែទទួលរងគ្រោះពីការបោកប្រាស់តាមរយៈអនុទានខុសច្បាប់ទាំងនោះហើយវាបានកើតឡើងចំពោះមិត្តខ្ញុំដែលជាអ្នកមានចំណេះដឹងខ្ពស់ទៅទៀតតើការបោកប្រាស់នោះវាកើតឡើងដោយរបៀបណាដើរមួយពេលបាត់ទៅឲ្យស្ដាប់កាត់ទៅអាគេបាត់ត្រង់ណាបាទអញ្ចឹងបងត្រូវការប៉ុន្មានទេបងដែរដោយបោកប្រាប់តាមទូរស័ព្ទអញ្ចឹងត្រូវការ3000ហើយអាចប្រាប់បងបានទេ3000ហ្នឹងខាងក្រុមហ៊ុនណៃអញ្ចឹងគិតការប្រាក់ប្រហែល15%បងមួយខែឬក្នុងមួយឆ្នាំមួយខែក្នុងមួយខែហើយដល់ពេលប្រាប់បងតាមទូរស័ព្ទប្រាប់បងថា5%ក្នុងមួយឆ្នាំតែដល់ពេលមកជួបផ្ទាល់ស្រាប់តែចេញតែ5%ក្នុងមួយខែវិញចាបងដោយសារតែយើងមានកម្ចីពីប្រភេទទី1ហ្នឹងយើងកម្ចីពីធនាគារក្រុមហ៊ុនសហការរបស់យើងហ្មងបងហើយការប្រាក់វាហ្នឹងតែ5%រយៈពេលមួយឆ្នាំឯងហើយកម្ចីទី2ហ្នឹងគឺកម្ចីបែបឯកជនដែលវាមានការប្រាក់រហូតដល់15%ក្នុងរយៈពេលមួយខែអញ្ចឹងហ៎បងអញ្ចឹងវាមានអាវិទ្យាសាស្ត្រកាត់ហើយជាមួយឯកជនហើយអាពីរហ្នឹងខុសគ្នាមិនលក្ខខណ្ឌខុសគ្នាមិនការកម្ចីឯកជនហ្នឹងគឺបងឯងអាចខ្ចីភ្លាមហើយយកលុយហ្នឹងទៅប្រើប្រាស់បានភ្លាមហ្មងបងប៉ុន្តែចំពោះការខ្ចីជាមួយនឹងធនាគារក្រុមហ៊ុនសហការមួយយើងហ្នឹងគឺបងត្រូវចាំការអនុម័តពីគាត់យ៉ាងហោចណាស់ក៏5ទៅ6ខែដែរដើម្បីបងបានលុយនឹងមកទៅប្រើប្រាស់អញ្ចឹងហ៎បងអូខេតែឥឡូវអត់អីទេបងចង់ដឹងតារឿងឯកជនវិញណាចង់ឲ្យណៃបញ្ជាក់តិចមើលបើសិនជាយក3000ថាតើពីខាងអូនឯងហ្នឹងគិតពីបងមិនកណនីមិនបាទបងសម្រាប់3000ទឹកប្រាក់បងខ្ចីហ្នឹងបងត្រូវបង់សេវាខាងយើងគឺ450បាទហើយបន្ទាប់មកយើងត្រូវបង់រាល់ថ្ងៃរយៈពេល20ថ្ងៃហ្នឹងគឺមួយថ្ងៃ$120ប៉ុន្តែបងត្រូវបង់ឲ្យពួកយើងមុនចំនួនរយៈពេល2ថ្ងៃបាទអញ្ចឹងនេះជាចំណាយរបស់បងទាំងអស់បាទមើលទៅរឿងច្រើនដែរអូនហើយមានវិធីណាអាចមើលទៅឲ្យបង់តិចជាងនឹងបានទេបើសិនជាបងចង់បង់រៀងតិចមិនម៉ាបងអាចឲ្យអត្តញ្ញាណប័ណ្ណមកខ្ញុំហ៎បងយកអត្តញ្ញាណប័ណ្ណហើយយកបងធ្វើអីអាហ្នឹងពួកខ្ញុំយកហ្នឹងគ្រាន់តែឆែកមើលថាបងពីមុនមកមានធ្លាប់ជាពាក់លុយណាគេអត់ចឹងហ៎បងអូខេចាំតិចបាទនេះបងមាន CBC នេះបងទៅបានថ្ងៃមុនហ្នឹងឯងហ្នឹងហើយអូនមែនតើទៅបងអត់គិតថាជាបងប្រចាំថ្ងៃទេបងគិតថាជាបងប្រចាំខែហើយខ្ចីដល់ទៅមួយឆ្នាំណាហើយដល់ពេលចុងក្រោយទៅបែរជារាប់ប្រចាំថ្ងៃវិញដោយសារចេះបងបែងជាអតិជនថ្មីចឹងហ៎បងមានថ្មីចាស់ទៀតហើយឥឡូវទៅមិនទៅអាចបងខ្លាយជាអតិជនចាស់បានបើសិនបែងចង់ខ្លាចជាអតិជនចាស់ហ្នឹងបែងអាចឲ្យអត្តញ្ញាណប័ណ្ណមកខ្ញុំមកដើម្បីខ្ញុំចោះឈ្មោះជូនបងចឹងណាហើយដើម្បីឲ្យបងអាចខ្ចីបានយូរជាងហ្នឹងហើយក៏ដូចជាបងបានតិចជាងហ្នឹងចឹងណាបងគិតសັບទៅមែនតើដូចមិនមែននេះទេដូចជាការដាក់អន្ទាក់ចឹងមែនតើទៅពួកខ្ញុំខំសម្រួលជួយបងទៅបងមិនក៏បាននិយាយចឹងបងអនឡាញថាជួយសម្រួលជូនបងឥឡូវចេះបងចាក់នេះឲ្យណៃមើលណាឥឡូវក្រុមហ៊ុនណៃឲ្យបងខ្ចី$3000តាមណៃប្រាប់មកណានៅក្នុងនោះគឺយកថ្លៃសេវាមុនសេវារដ្ឋបាលគេហ្នឹងគឺ$450ហ្នឹងហើយទៅគឺរាប់$120ហ្នឹងគឺរយៈពេល25ថ្ងៃមានថាបង់មួយថ្ងៃ$120សម្រាប់រយៈពេល25ថ្ងៃហើយក្រៅពីហ្នឹងគឺក្រុមហ៊ុនឯងហ្នឹងគឺគេហៅថាឲ្យបង់មុន2ថ្ងៃមុនទៅទៀតការប្រាក់2ថ្ងៃមុនទៅទៀតគឺ$120 2ថ្ងៃមុនគឺវា$240ណាអញ្ចឹងលុយដែលបងទទួលបានមែនតើទៅគឺមិនមែន3000ទេបានតែ2300នេះ2310ទេណា2310នេះកែនេះមកហើយបងទៅសងវិញខ្លួនឯងណាគឺ3690អញ្ចឹងអា690នេះគឺជាការប្រាក់ដែលបងត្រូវបង់ឲ្យខ្លួនឯងនៅក្នុងកំឡុងពេល25ថ្ងៃហ្នឹងអញ្
chứ bỏ sân gì dương vô bộ môi ở cái này vô mà cháy chuyển nôn lối đã bong ban từ tu pi hồi này vì không hồi nãy pi quan bây giờ đáp này chứ cháy tới bây giờ cứ thua đó men trên đó men đập lắm rồi không mà khai đấy anh ấy về chỗ đó sam sập rồi không mà khai hay bây giờ cứ tới mà năm với vì chỗ đó bây giờ hốc sập rồi không mà năm á bong cái ta đấy vì men gì hướng chuối ra đấy hot chim từng ruộng món này hot chim từng ruộng ក្រុមហ៊ុនរបស់ពួកយើងគឺមានអាជ្ញាប័ណ្ណអីត្រឹមត្រូវបងបើមិននិយាយថាពួកខ្ញុំមកហត់ឈាមបាញ់ឆៅចឹងមិនកើតបង អាញាបានមកពីខាងណាអូនចឹងបងប្អូនថាជាបានមើលក្នុងវីដេអូហ្នឹងហើយគឺរូបភាពនេះគឺជាសកម្មភាពនៃការដែលខ្ញុំបានជជែកជាមួយគេដោយផ្ទាល់ដូច្នេះធ្វើឲ្យខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងមានឱកាសអាចសរសេរបាននៃរឿងរ៉ាវរបស់នោះធ្វើការចែករំលែកបាទអញ្ចឹងយើងលក្ខណៈសម្គាល់លើអន្តរជាតិបែបប្រវត្តិគឺងាយស្រួលសម្គាល់ទេទីមួយគឺគេហៅថាសេវាមិត្តផលមើលទៅតាក់ទាញបាទការប្រាក់ទូថ្លៃសេវាគេលឿនមិនត្រូវការយកឯកសារច្រើនមិនបញ្ជាក់ចំណូលចំណាយខូច CPC ក៏អាចចេះបានដែរឧទាហរណ៍បាទគេអះអាងចឹងមកហើយលុយនឹងយកទៅអីក៏បានដែរជាពិសេសយកទៅសងគេបានទៀតចង់និយាយហេបងប្អូនជឿទេខ្ញុំជឿថាបងប្អូនដឹងច្បាស់ហើយធនាគារឬក៏ Microfinance គេមិនអាចយកលុយទៅសងយកខ្ចីពីលុយធនាគារយកទៅសងគេបានគឺមិនទេគេមិនអនុញ្ញាតទេបាទតែក្រុមនោះគឺមានលក្ខណៈសម្គាល់បែបហ្នឹងហើយទី3នោះគឺតើតើទៅនឹងរបៀបនៃការបង់សងរបស់ពួកគេបាទមានលក្ខណៈជាលុយរាប់បាទប្រចាំថ្ងៃបាទប្រចាំថ្ងៃហើយពួកគេតែតែមានការគេហៅថាលាក់បាំងនៅព័ត៌មានលម្អិតមកចំនួនជាពិសេសគឺអត្រាការប្រាក់និងសហុយបាទសហុយអនុទានបាទពួកគេលាក់អាហ្នឹងហ្មងបាទជាទូទៅពួកគេលាក់អាហ្នឹងមិនឲ្យយើងដឹងទេបងប្អូនយើងប្រហែលជាអាចមានការធ្វើប្រហែលចាញ់បោកពួកគេកន្លែងហ្នឹងដោយសារតែពួកគេហ្នឹងគឺជាទូទៅគេតែបង្ហាញអារឿងអាតាក់ទាញកុំតែអាពិតប្រកបគេអត់បង្ហាញយើងលុះត្រាតែយើងបានជួបតាក់បំណុលគេបាទគេយកមកប្រើចឹងបងប្អូនសូមកុំមានការភ័យតក់សត់ឬក៏សន្ស្លោបាទបងប្អូនត្រូវតែប្រមូលភស្តុតាងឬក៏ព័ត៌មាននានាដែលបងប្អូនមានកន្លងមកជាមួយពួកគេណាបាទហើយទៅយកព័ត៌មានអស់នោះយកទៅធ្វើការសុំការផ្ដល់ប្រឹក្សាអំពីអ្នកពាក់ព័ន្ធដែលយើងអាចរកបានមានដូចជាសមាគមធនាគារនៅកម្ពុជាបាទសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាទហើយបងប្អូនក៏អាចយកព័ត៌មានអស់នោះយកទៅធ្វើការប្តឹងដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសប៉ូលីសហើយរបៀបនៃការប្តឹងប៉ូលីសហ្នឹងគឺអត់មានអីពិបាកទេឥឡូវយើងអាចធ្វើតាម digital បានទៀតបាទអាចធ្វើតាម digital បានតាមរយៈចូល Facebook Messenger របស់អគ្គស្នងការនគរបាលជាតិក៏ដូចជាចូលទៅក្នុង website របស់អគ្គស្នងការនគរបាលជាតិបងប្អូននឹងអាចឃើញមានរបៀបនៃការប្តឹងតាមរយៈ online ហើយងាយស្រួលមែនទែនអត់អីពិបាកទេហើយសំខាន់ជាងគេបំផុតមួយទៀតនោះគឺសូមកុំយកបំណុលទៅសងបំណុលពីព្រោះថាយុទ្ធសាស្ត្រនេះគឺវាជួយបងប្អូនបានត្រឹមតែរយៈពេលខ្លីទេបាទក៏ប៉ុន្តែវាធ្វើឲ្យបងប្អូនជាប់ទៅក្នុងអន្ទាក់នៃបំណុលរយៈពេលវែងបាទអរគុណ